សាសនារុងរឿងដោយហេតុប្រមាណយ៉ាង5គឺការស្ដាប់នឹងឯងនឹងទី1ស្ដាប់ឬសិក្សានឹងជាមួយគ្នាសកច្ចੰធម្មំសនន្តិពុទ្ធបរិស័ទយើងពុទ្ធបរិស័ទនឹងទាំងអស់បរិស័ទទាំង4នោះភិក្ខុបរិស័ទភិក្ខុនីបរិស័ទឧបាសកបរិស័ទឧបាសិកាបរិស័ទទាំង4នឹងពុទ្ធបរិស័ទស្ដាប់ធម៌សិក្សាធម៌ដោយសេចក្តីគោរពហ្នឹងហើយដល់ទៅទី2គឺសកច្ចੰសច្ឆេយន្តិស្វាត់ជាយដូចញាតិញោមសិក្សាហ្នឹងត្រូវការមេរៀនបរិញ្ញាអភិធម្មយើងរៀនអភិធម្មឬក៏រៀនអីសិលហ្នឹងសិលក៏ដោយត្រូវរៀនឲ្យដើម្បីកុំឲ្យភ្លេចវាទាល់តែស្វាត់ជាយមិនចឹងដូចបាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិចឹងរៀនពីអង្គរបស់វាទៀតបាណោសត្វមានជីវិតបាណសញ្ញិតាសេចក្តីដឹងថាសត្វមានជីវិតវថកចិត្តតាំងគិតនឹងសម្លាប់ឧបកម្មមកព្យាយាមនឹងសម្លាប់តេនមរណងសត្វស្លាប់ដោយព្យាយាមនោះអាហ្នឹងហៅថាស្វាត់ជាយសូត្រកុំឲ្យវាភ្លេចយល់ទេចាំអស់នៅមិនមែនចាំនៅទេចាំអស់ហ្មងអង្គរបស់វាហ្នឹងប៉ុន្តែវាមិនមែនជាប់ត្រឹមសូត្រទេហើយមួយទៀតសកច្ចੰធម្មំធេរេនតិត្រួតត្រងទុកជាអ្នកត្រួតត្រងហ្នឹងមានន័យថាបន្ទាប់ពីចេះបន្ទាប់ពីចាំហើយយើងជាអ្នកត្រួតត្រងទុកខ្លួនយើងហ្នឹងវាទៅជាឃ្លាំងនៃបរិយត្តិធម៌ហ្នឹងមិនធ្វេសប្រហែសក្នុងការត្រួតត្រងចាំទុកនឹងតែមកមិនថាចេះឈប់ខ្វល់ភ្លេចអីក៏ភ្លេចទៅមិនមែនទេហ្នឹងដោយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាអសច្ឆាយមលាមន្តាមុនជាមន្ទិលនៃការមិនស្វាត់ជ័យមានន័យថាការមិនស្វាត់ជ័យនឹងធ្វើឲ្យមុននឹងមានមន្ទិលមុននឹងគឺសំដៅដល់មេរៀនទាំងឡាយការមិនរំលឹកការមិនស្វាត់ជ័យនាំឲ្យភ្លេចមែនទេហ្នឹងហើយចេះចាំម្ដងហើយទុកចោលអត់សូត្រអត់រំលឹកអីភ្លេចអស់អញ្ចឹងការស្ដាប់ការរៀនជាចំណែកសំខាន់មួយប៉ុន្តែការរំលឹកការសូត្រសារឡើងវិញហ្នឹងក៏ជាចំណែកសំខាន់មួយទៀតកុំឲ្យបិទវគ្គបិទដែរណាបិទវគ្គយកសភៅទៅកបត់ចោលណាហើយយើងអាចយកមេរៀនហ្នឹងណាពេលយើងនមស្ការព្រះត្រៃសរណៈយើងនមស្ការប្រតនត្រ័យហ្នឹងយើងសូត្រអ្នកមោហើយតិបិសោហើយទៅយើងអាចយកមេរៀនហ្នឹងមករំលឹកសូត្រទៅជាសមាធិមួយដែរយើងសូត្រមិនរួចដាក់សភៅពីមុខសូត្រចឹងបាណាតែបាណារំលឹកមកចប់ចឹងទៅជំនួសឲ្យការគោរពនមស្ការចំណេញក្នុងការនមស្ការប្រតនត្រ័យផងចំណេញរំលឹកមេរៀនទៀតអាហ្នឹងទៅការនមស្ការរបស់យើងចេះទៅតែបើយើងសូត្រតែធัวចាំប៉ុណ្ណឹងនៅតែប៉ុណ្ណឹងឥតិពិសោស្វខាតោភគវតោចប់យ៉ាងកេញអេវ៉ាំងចប់អត់ចំណេញលីងមែនទេតែបើយើងគោរពតន្តិចក៏បានដែរធัวណាដែលយើងស្ទាត់ហើយមិនបាច់សូត្រទៀតលងខ្លះទៅអ្នកមោហើយពុទ្ធាំងសរណង្កច្ឆាមិហើយចូលមេរៀននឹងយើងរៀនអីដាក់សភៅពីមុខអញ្ចឹងបើកសភៅពីមុខសូត្រតាមកន្លែងណាចាំក៏បិទភ្នែកកន្លែងណាមិនចាំមើលអញ្ចឹងយូរចាំហើយណាមែនទេអញ្ចឹងមែនទេធ្លាប់ធ្វើអញ្ចឹងណាបើមិនធ្លាប់ធ្វើទៅយល់ទេណាបើមិនធ្លាប់ធ្វើទៅហ្នឹងថ្វាយបង្គំផងយើងកាន់តែចេះកាន់តែចាំដូចតែរៀនរំលឹកសារឡើងវិញផងហ្នឹងហើយអញ្ចឹងការសូត្រមិនមែនថាមិនសំខាន់ទេពីព្រោះមេរៀនដែលតាក់ទងទៅមុខទៅអាការចេះចាំហ្នឹងក៏ជាកម្លាំងមួយនៃការគិតពិចារណាហ្នឹងហើយបើអ្នកខ្លះហ្នឹងគេតេះដៀលទាំងអស់សូត្រអត់ប្រយោជន៍សូត្រអត់ប្រយោជន៍សូត្រអត់ប្រយោជន៍សូត្រអត់គិតចិត្តសូត្រទៅអាហ្នឹងអត់ប្រយោជន៍អីទេអញ្ចឹងណាហ្នឹងហើយសូត្រអត់គិតសូត្រអត់យល់ដោយអដេញរឿងបល័យចងមាត់ឃ្មុំមករឿងកំ pl ែងពីមុនណាហ្នឹងហើយទៅរៀនបល័យចងមាត់ឃ្មុំដល់ទៅយកឃ្មុំមានអីឃ្មុំតិចលឹងហើមពេញខ្លួនគាត់សូត្រឡើងឲ្យច្បាស់ចាស់មិនគោឃ្មុំនៅតិចទៅឃ្មុំវាមិនមែនតិចមាត់ណាឃ្មុំតិចអីតិចគូតតាចាញ់បោកគេបរៀនឯងខំសូត្រអូយសូត្រអាហ្នឹងឯងសូត្រអត់គិត
យល់ទេធัวដូចគ្នាសូត្រអត់គិតអត់បានប្រយោជន៍ទេយល់ទេប៉ុន្តែមិនមែនបានន័យថាសូត្រអត់ប្រយោជន៍ទេសូត្រជាជំនួយដល់មេរៀនរបស់យើងអញ្ចឹងណាដូចមេលេខអញ្ចឹងគេសូត្រទៅឲ្យចាំពីម្ដង2 2 ដង 4ប៉ុន្តែបើសូត្រអត់គិតអត់ប្រយោជន៍ប៉ុន្តែវាបានប្រយោជន៍នៅពេលដែលយើងបូកលេខយើងគុណលេខយើងដកលេខយើងចាំអាហ្នឹងស្រួលមិនអញ្ចឹងមិនអញ្ចឹងយល់ទេនៅសូត្រហ្នឹងដល់តែយល់ហ្នឹងបានប្រយោជន៍ដល់ទៅទី4សកច្ចੰធម្មងឧបបរិខន្តិត្រង់ណាដែលមិនច្បាស់ត្រង់ណាដែលមិនយល់ហើយតែមិនច្បាស់ត្រូវតែចូលទៅរកអ្នកចេះដឹងចូលទៅរកសមណៈព្រាហ្មណ៍ដើម្បីសាកសួរបញ្ហាឲ្យច្បាស់កុំឲ្យវានៅមន្ទិលសង្ស័យនេះឯងគឺជាការធ្វើឲ្យព្រះធម៌ព្រះពុទ្ធសាសនានឹងរុងរឿងរីកចម្រើននឹងការសាកសួរបំបត្តិការងឿងឆ្ងល់ហ្នឹងកុំឲ្យសង្ស័យតែវាខុសទេវាមិនច្បាស់លាស់ហើយនៅតែទុកនៅក្នុងហ្នឹងដូចយើងមានជំងឺអត់ព្យាបាលអញ្ចឹងវាអត់ជាទេកាលណាបើច្បាស់លាស់ហើយមានសេចក្តីជឿជាក់ច្បាស់លាស់ថានឹងពិតជាត្រឹមត្រូវហើយចូលដល់ចំណុចចុងក្រោយគឺសកច្ចੰធម្មងបដិបច្ចន្តិគោរពប្រតិបត្តិនៅព្រះធម៌ព្រះវិន័យនឹងដោយសេចក្តីគោរព5នេះគឺជាហេតុធ្វើឲ្យព្រះពុទ្ធសាសនារុងរឿងរីកចម្រើនយើងមើលតាមពិតយើងរៀនខ្លួនឯងដូចមកលើកពីដើមអញ្ចឹងថាយើងរៀនខ្លួនឯងយកប្រយោជន៍ខ្លួនឯងបានអានិសង្សខ្លួនឯងប៉ុន្តែអំពើរបស់យើងហ្នឹងធ្វើឲ្យព្រះពុទ្ធសាសនារីកចម្រើនមែនទេយល់ហ្នឹងហើយផ្ទុយមកវិញតើព្រះពុទ្ធសាសនាអាប់អន់ដោយហេតុប្រមាណយ៉ាងទី1ពុទ្ធសាសនាអាប់អន់ដោយពុទ្ធបរិស័ទអត់ស្ដាប់អត់សិក្សាធម៌នឹងទី1អានឹងដំបូងគេអញ្ចឹងបើអត់អាទី1ហើយអាទី3 4 5ទៀតមានទេអត់ទេអត់អាទី1នឹងចប់ហ្មងឃើញទេអត់ជំហានទី1ហ្នឹងទី2ក៏អត់ទី3ក៏អត់ទី4ក៏អត់ទី5ក៏អត់ឃើញទេអត់ស្ដាប់អត់រៀនបានអីស្វាត់ជាយបានអីរំលឹកបើអត់រៀនផងនោះមែនទេដល់តែអត់មានអីសម្រាប់រំលឹកសម្រាប់ស្វាត់ជាយទេបានអីត្រួតត្រងអត់ទៀតដល់តែអត់ត្រួតត្រងបានអីយកទៅសន្ទនាគ្នាបានអីយកទៅសាកសួរបើអត់ចេះដូចអាប្រាប់ញាតិញោមទៅទេសនាញាតិញោមឆ្ងល់អីក៏ថាមិនដឹងឆ្ងល់អីអត់ដឹងនេះអត់ឆ្ងល់នឹងមាន3ចំណុចមាន2ចំណុចមួយចេះអស់ហើយអត់ឆ្ងល់អីទេអាហ្នឹងហើយមួយទៀតគ្មានចេះអីទេអាហ្នឹងក៏អត់ឆ្ងល់ដែរបើចេះឆ្ងល់មានន័យថាចេះខ្លះអត់ខ្លះមែនទេហ្នឹងដោយពេលព្រះអង្គចិត្តប្រណិពានព្រះអង្គថាបើភិក្ខុណាឆ្ងល់មគ្គផលអីសួរទៅភិក្ខុអត់សួរពីព្រោះអត់ឆ្ងល់ចេះអស់ហើយឯញាតិញោមខ្លះអត់សួរមិនមែនថាអត់ឆ្ងល់ទេមកពីមិនដឹងសួរតាណាអញ្ចឹងដល់តែអត់បានកំចាត់បងសេចក្តីសង្ស័យដោយការសាកសួរសន្ទនាឲ្យច្បាស់ទេបដិបត្តិកើតទេអត់ព្រោះវាអត់ច្បាស់មិនដឹងត្រូវធ្វើម៉េចប៉ុណ្ណឹងដូចគ្នានឹងយើងវិញផ្លូវក្នុងព្រៃដែលយើងអត់ស្គាល់តែផ្លូវណាផងរត់ទៅណាមិនកើតវិជ្ជកិច្ឆាវានៅនឹងសង្ស័យអញ្ចេះទេអីអញ្ចោះទេអីអ្នកខ្លះទៅធ្វើស្អីក៏មិនច្បាស់អីក៏មិនច្បាស់ស្អីក៏សែនទៅព្រេតទៅបន់ទៅខ្មោចស្អីទៅពេញណាហ្នឹងគឺវាអត់ច្បាស់ខ្លួនឯងយល់ទេដល់តែច្បាស់ខ្លួនឯងខ្មោចធ្វើឡើងត្រូវបណ្ដោយមែនទេញាតិញោមមើលឈប់បន់ខ្មោចនៅសង្ស័យនៅឯអាថ្មនិយាយដើមញោមថ្មបន្តិចបានទេតើណាបានមកដឹងតែញោមថ្មខឹងទេមកថ្មចេះនិយាយកំពូលអ្នកដើររកគ្រូខ្លាំងបកែគ្មានពីណាជាងញោមស្រែអាត្មាទេគ្រូណានៅអ្នកលឿងគ្រូណាឯណាពពោរិស័ព្ទនៅណាថាញោមមកដើររកអស់ហើយញាតិញោមនៅចង់ស្គាល់កដេញអាស័យដ្ឋានគ្រូបកែតាក់ទងញោមស្រីព្រោះគាត់ឈឺយូរហើយខ្មោចចូលព្រាយនៅដំបងវត្តនឹងធ្វើហើយគ្រូគេឲ្យរៀបបាយសែងនិយាយពីកន្លះផ្ទះរៀបយូរទៅក្មេងៗលែងហ៊ានដេកលើផ្ទះអស់ខ្លាចខ្មោចនៅផ្ទះអាត្មានឹងណាទៅណាកើតហ្នឹងហើយនៅបរិយជលសានេះតាតកែវយើងចិត្តគ្នាស្រុកភូមិជាប់គ្នាទេយើង
ហ្នឹងហើយដល់តែអាត្មាយកទៅពោធិ៍សាត់ដំបងញាតិញោមអាត្មាញោមយកស្រីទៅពោធិ៍សាត់ដំបងណាព្រាយនឹងតាមចូលដល់ពោធិ៍សាត់ទៀតចូលមកនិយាយតគ្នាមួយអាត្មាហ្មងគេធ្វើស្អីប៉ុន្តែអាត្មាប្រកាសសច្ចវិជ្ជាជាមួយទៅឲ្យចូលបានម្ដងនឹងទៀតទេហ្នឹងហើយបើមិនជាទេកុំមករំខានទៀតរួចពីនឹងមកអាត្មាឲ្យញោមលះចោលទាំងអស់សំបីទៅធ្វើផ្ទះនៅពោធិ៍សាត់ហ្នឹងអត់ឲ្យធ្វើអីទាំងអស់គ្រាន់តែនិមន្តលោកសូត្រមន្តទេសនាធម្មតាអញ្ចឹងទៅរំដាប់ធ្នប់ស្អីជំនាញផ្ទះស្អីអត់ឲ្យធ្វើទាំងអស់អ្នកតាស្អីអត់ឲ្យធ្វើទាំងអស់ឲ្យរៀបតែកន្លែងនមស្ការថ្វាយបង្គំព្រះអង្គមួយនៅលើផ្ទះហ្នឹងហើយនឹងកន្លែងដូនតាកន្លែងឪពុកម្ដាយដាក់រូបថតទៅប៉ុណ្ណឹងឲ្យដាក់ប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយមែនណាហើយព្រឹកបងប្អូនខ្មែរហ្នឹងឡើងនមស្ការអញ្ចឹងទៅព្រលឹមឡើងហើយកន្លែងហ្នឹងគេល្បីថាខ្មោចលងគេសម្លាប់ខ្លួនទៅនឹងមានណាហ៊ាននៅប៉ុន្តែដល់តែយើងយកប្រតនៈជាទីពឹងឲ្យច្បាស់ដល់ច្បាស់ខ្មោចលែងហ៊ានធ្វើទៅមកតាំងពីនោះមកមិនដែលឃើញសមោខ្មោចណាមួយមកធ្វើញោមទៀតទេប៉ុន្តែខ្មោចធ្វើបានតែអ្នកណាអត់ច្បាស់ទេមែនទេអាត្មាខ្លួនឯងក៏ខ្មោចធ្វើដែរហើយពូជអាត្មាពូជបួសអត់បានពីមុនណាបួសយូរពេកខ្មោចជ្រូនចតាហ្នឹងមកធ្វើអត់ឲ្យបួសឲ្យបែបខ្លាចអត់ពូជយ៉ាងមិនចេះតែបខំឲ្យសឹកវិញហើយកងអាត្មាឪពុកញោមស្រីនេះគាត់ឈឺប្រមាណដងគ្រូណាក៏ទេថាទល់ទៅសឹកបានជាម្ដងនោះបន់ថាសឹកឲ្យតែជាដល់ជាក៏អត់សឹកឈឺហ្មងទៀតសន្ធុំបាត់ស្មារតីគេធ្វើមកឈូសបាត់ហើយប៉ិនខ្មោចហ្នឹងទៅបញ្យល់សពប្អូនគាត់នៅភ្នំពេញឲ្យរੂទៅបើមិនរੂទៅគេលើកដាក់ឈូសទៅបាត់ឡើយទៅដល់គាត់ដុតធូបថាឲ្យតែជាសឹកវិញដឹងខ្លួនកម្រើកដៃជើងមកវិញទល់តែសឹកមែនទែនទៅអាត្មាចដូនមួយអាត្មាបួសអញ្ចឹងទៀតពូជនឹងបួសឲ្យបានដែរឈឺទៀតចដូនមួយអាត្មាឈឺសឹកទៀតអាត្មាឈឺទៀតបួសបានជិត1ឆ្នាំហ្នឹងឈឺដឹងមិនទេអាត្មាទៅសន្យាជាមួយព្រះអង្គព្រោះស្ដាប់រឿងកាលយៈកណីពេលយៈកណីដេញខំចង់ស៊ីកូនរបស់នាងកុលធីតានាងកុលធីតាយកទៅប្រគេនព្រះអង្គហ៎ឲ្យព្រះអង្គប្រទានជីវិតឲ្យអាត្មាអត់មានទៅសែនខ្មោចកងខ្មោចមកចដូនចតាណាទេបាទខ្មោចចដូនចតាឯងក៏អាក្រក់អាក្រីហ្មងអត់ចេះជ្រះថ្លានឹងធัวអាទេហីបានម៉េចឧទ្ទិសចំពោះព្រះអង្គថាម៉េចបបពិតព្រះអង្គហើយខ្ញុំព្រះអង្គមកធ្វើកូនចៅព្រះអង្គហើយបើខ្មោចណាមកធ្វើខ្ញុំព្រះអង្គចង់យកជីវិតខ្ញុំព្រះអង្គឲ្យទាពីព្រះអង្គសិនបើព្រះអង្គឲ្យក៏ឲ្យចោះតែបើព្រះអង្គទុកឲ្យខ្ញុំបម្រើព្រះអង្គសពខ្សែសាសនាព្រះអង្គទៅអនាគតជួយប្រទានជីវិតផងមកថាអញ្ចឹងអាត្មាអត់ទុកបន់ខ្មោចណាទាំងអស់ចាប់ពីនោះលែងឈឺទៅឲ្យតែយើងច្បាស់លាស់យល់អត់ពួកខ្មោចក៏វាខ្លាចព្រះអង្គដែរដល់យើងដាក់ខ្លួនជឿគ្នាព្រះអង្គហើយមិនហ៊ានអាត្មាលើកមួយរឿងមួយឲ្យញាតិញោមស្ដាប់កាលព្រះអង្គគង់នៅមានគ្រួសារពីរហើយមួយកាន់ពុទ្ធសាសនាមួយទៀតកាន់សាសនាដទៃហើយក្មេងតូចម្នាក់របស់កូនឧបាសកម្នាក់ហ្នឹងវាចាំមាត់អ្នកមោពុទ្ធេយៈហ្នឹងចាំរហូតសូម្បីតែគប់វងអីចឹងសូម្បីតែលេងគប់វងហ្នឹងមុននឹងគប់វាតម្រង់ចឹងវាថាអ្នកមោពុទ្ធេយៈហើយបានគប់ធ្លាប់មាត់ម្ដាយឲ្យថាអញ្ចឹងដល់ពេលមួយទៅកាប់អស់ជាមួយឪពុកនៅក្នុងព្រៃពេលប្រឡែងគោឲ្យស៊ីស្មៅគោហ្នឹងវាដោយញីដោយឈ្មោលតាមវងទៅក្នុងក្រុងបាត់ទៅឪពុកទៅតាមរកគោឲ្យកូនតូចហ្នឹងនៅនឹងចាំអតេះហ្នឹងអាយុ7ឆ្នាំដេកយូរទៅក៏លក់ទៅក្នុងអតេះហ្នឹងហើយឪពុកទៅតាមគោតម្រុំទៅរកគោឃើញគេបិទទ្វារនៅគោវិញមកវិញអត់កើតគោហ្នឹងដេកនៅក្រៅក្នុងព្រៃហ្នឹងមានអមនុស្សពីរហ្នឹងជាកំណើតយៈណាម្នាក់គេថាយ៉ាចំណីស្រស់គេចង់ចាប់បរិភោគណាមួយទៀតជាសមាទិដ្ឋិអ្នកឯងកុំធ្វើបាបសត្វលោកអីកុំធ្វើអញ្ចឹងបាបប៉ុន្តែនោះអត់ស្ដាប់ទាញក្រោកទាញជើងក្មេងហ្នឹងចេញពីក្រោមម្ទេសមកទាញក្រោកឯនោះមកមើលអ្នកមោពុទ្ធេយៈមកមើលដល់លើថានមោពុទ្ធេយៈប្រឡែងដៃហ្មងជុំនៅនេះកូនចៅពុទ្ធតាហ្នឹងហើយដល់ចឹងទៅយៈមួយទៀតក៏បំភ័យម្នាក់ឯងប៉ះពាល់កូនចៅពុទ្ធហើយ
បើមិនធ្វើអ្វីមួយយ៉ាងដើម្បីលៀងខ្លួនទេណែឯងនឹងត្រូវស្ដេចវេស្សវណ្ណនឹងសំពងក្បាលអញ្ចឹងខ្ញុំត្រូវធ្វើម៉េចយៈនឹងត្រូវទៅយកអាហារពីក្នុងវាំងយកភេករបស់ព្រះរាជានឹងដាក់អាហារពេញមកនិមិត្តខ្លួនធ្វើជាឪពុកម្ដាយរបស់ក្មេងនឹងឲ្យដេកលើភ្លើងមកយកទល់ភ្លឺហើយបញ្ចុកបាយទៀតមិននិយាយឲ្យចប់ទេប៉ុន្តែគាត់ថាឲ្យតែយើងច្បាស់ភ្ញាក់អីប៉ុណ្ណឹងឈប់ភ្ញាក់កដុំឆែបកដុំឆាំងអីទៅមិនឯងភ្ញាក់ពុទ្ធធោអីចេះទៅណោះមើលនៅឆែបទៀតអត់ហ្នឹងអ្នកខ្លះហ្នឹងភ្ញាក់មិនហ៊ាននិយាយភ្ញាក់នឹងភ្ញាក់ដូចអត់ស្លៀកខោស្លៀកអាវចឹងអញ្ចឹងញាតិញោមពីនឹងទៅយើងចាស់អស់ហើយមិនមែនធំអស់ហើយណាចាស់អស់ហើយមិនធំអស់ហើយទេចាស់អស់ហើយល្មមច្បាស់លាស់ទៅកុំកុហកព្រះញឹកពេកអ្នកបកកែកុហកព្រះជាងគេនិយាយនឹងតែមកពីព្រោះអីថ្វាយអង្គមម្ដងសន្យាជាមុខចំពោះព្រះអង្គម្ដងសន្យាថាម៉េចណដ្ឋិមេសារណង្គអញ្ញងវត្ថដតេជាទីពឹងទីរលឹកនៃខ្ញុំប្រកករណាមិនមានឡើយពុទ្ធោមេសារណង្គវរាំងមានតែព្រះពុទ្ធជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើររបស់ខ្ញុំប្រករណាអេតេនសច្ចវច្ចេនហោតមេជាយមង្គលំសូមសិរីសួស្ដីជាយមង្គលចូលមានដល់ខ្ញុំប្រករណាដោយកិរិយាពោលនៅពាក្យសច្ចៈនេះថាអត់មានទេព្រះអង្គហើយក្រៅពីព្រះអង្គគ្មានយកស្អីជាទីពឹងទៀតទេព្រះអង្គហើយសន្យាចឹងរហូតចេញទៅពីហ្នឹងទៅថ្វាយគុំអ្នកតានោះបាត់វាអត់ស្មោះដូចអញ្ចឹងវាមានអីជាទីពឹងពិតប្រាកដមានន័យថាបារមីប្រហែលប្រពុតនេះយើងពឹងអត់បានទៀតណាយើងអត់ជឿព្រះអង្គទៀតណាទៅជឿអ្នកតាវិញទៅជឿខ្មោចនោះទៅមែនអត់ហើយថានឹងមានត្រូវខ្លះអត់ត្រូវសឹងអត់ទាំងអស់ហ្នឹងឲ្យច្បាស់មើលច្បាស់ជាមួយព្រះអង្គដូចញោមស្មាននេះអត់មានទុកបាច់បន់អ្នកតាទៀតពីមុនអ្នកបន់ខ្មោចផងបន់អ្នកតាផងញោមស្មានហ្នឹងឯងគ្មានញាតិញោមណាចេះជាងញោមស្មានហ្មងទេញោមប្រុសស្មានជាអ្នកបកកែកាច់បាយសីដល់គាត់យល់គាត់ទៅធ្វើតាមពុទ្ធអីក៏ស្រួលយ៉ាងនេះខ្មោចធ្វើលេងត្រូវទៀតណាធ្វើតាមព្រះអង្គស្រួលណាស់ឥឡូវឧទាហរណ៍ប្តីប្រពន្ធវិញប្តីណាសន្យាជាមួយប្រពន្ធថាម៉េចប្រពន្ធផ្ដាំថាបងឯងទៅនឹងកុំចេះទៅនេះឯណោះហ្នឹងពូបណ្ដូលចិត្តបងទុកចិត្តបងចោះបងស្មោះតែអូនមួយប៉ុនផុតទៅពីផ្ទះទៅបដៅមួយទៀតបាត់អាហ្នឹងគេហៅប្តីស្មោះអត់ហៅប្តីស្មោះអត់ចង់បានប្តីរបៀបហ្នឹងអត់ប្រពុតក៏មិនចង់បានបរិស័ទរបៀបហ្នឹងដែរអត់ចង់បរិស័ទណាមកសន្យាជាមួយព្រះអង្គថាគ្មានយកអីជាទីពឹងទៀតទេចេញទៅពីមុខព្រះអង្គទៅនោះទៀតបាត់ទៅនេះទៅនោះបាត់អញ្ចឹងហើយបានបទជនព្រះអង្គអត់ហៅថាកូនទេណាព្រោះកូនហ្នឹងអញ្ញាញ៉ៃណាមកមុខព្រះអង្គថាព្រះអង្គទៅមុខអ្នកតាថាអ្នកតាទៅចប់មែនអត់ថានឹងត្រូវខ្លះអត់មិនត្រូវខ្លះត្រូវច្រើនអញ្ចឹងហើយបានខ្មោចនៅតែធ្វើត្រូវនោះអាត្មាសំដែងធัวរហូតដល់អ្នកតាកាន់សិលញញោមស្អែកនេះអាត្មាទៅបើកវគ្គនៅកំពង់ធំដែរអ្នកតាវត្តក្តីដើមនឹងមហាកាចសូម្បីគ្រាន់តែអ្នកពោះធំដើរកាត់មុខក៏រលូតកូនដែរមានអ្នកតា3នាក់ហើយលោកណាធ្វើមិនស្រួលអីចាប់ពងលោកស្រែកពេញវត្តលើប៉ុន្តែពេលអាត្មាទៅរៀនធម៌អាត្មាឲ្យដាក់មេក្រូឲ្យចំរងអ្នកតាហើយញោមអ្នកធ្វើសាលាហ្នឹងគាត់ទៅប្រាប់អ្នកតាឲ្យមករៀនធម៌អាត្មាពន្យល់ថាកុំចូលជាមួយសម្បត្តិគេសែនព្រេនហ្នឹងដើរធ្វើបាបគេណាសម្បត្តិត្រឹមអ្នកតាសូម្បីមនុស្សក៏គ្មានពីណាប្រាថ្នាដែរមិនក៏យើងទៅពេញចិត្តនឹងគេគោរពនឹងគេថ្វាយបង្គំឲ្យទៅដើរធ្វើគេឲ្យឈឺណាជាតិហ្នឹងអ្នកតាអីកើតត្រឹមអ្នកតានោះណាឲ្យតែដាសាដើរកាច់គេជាតិក្រោយធ្លាក់នរកហើយអត់ព្រមចង់ទៅកើតទេវតាអត់ព្រមចង់ទៅកើតមនុស្សទេនៅស៊ីសម្បត្តិអ្នកតារហូតទៅអាត្មាថាឲ្យតែញយឥឡូវស្លូតទៅបញ្យល់សពប្រាប់គេថាឥឡូវកាន់សិលហើយលែងកាច់គេបាត់ហើយហើយយើងចិត្តតែលើកតម្កើងចិត្តតែសែននោះបានចិត្តដើរកាច់រហូតខូចអ្នកតាអស់បើព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យផ្សាយមេត្តាចំពោះអ្នកទាំងអស់គ្នានឹងមិនមែនពុទ្ធថាមិនមានទេព្រះលបសាអ្នកតារុក្ខទេវតាមានពុទ្ធដឹងជាងយើងទៀតគ្រប់ដើមឈើទាំងអស់សត្វតែមានអមនុស្សប៉ុន្តែយើងត្រូវធ្វើម៉េចត្រូវផ្សាយមេត្តាចប់ហើយ